រៀនចប់ឡើងសាលាចិត្តបាកងទៀតហើយបាននឹកឃើញមកធ្វើប្លុកឃើញពាក់ពិលលើក្បាលមើលមកឡើងដូចអ្នកចាប់អង្កែបមកតែមែនទេពួកខ្ញុំពាក់ពិលលើក្បាលហ្នឹងដើម្បីឆ្លងមើលរុនច្រមុះថ្ងៃហ្នឹងប៉ាម៉ោងហ្វីសូនិងអាណាទូមីអញ្ចឹងទៅលោកគ្រូគាត់ឲ្យមើលច្រមុះមើលមាត់ហើយមើលតិចដើម្បីដឹងពីមុខងារធម្មតារបស់វាគាត់ក៏បរៀនយើងឲ្យចេះប្រើ speculum ចេះប្រើ otoscope ហើយចេះពិនិត្យមើលក្នុងមាត់ដែរចង់ថា speculum ហ្នឹងឃើញលោកគ្រូធ្វើឲ្យមើលស្រួលដល់ពេលទៅចាប់ខ្លួនឯងមានណាជាប់រុនច្រមុះគ្នាពេញនៅឡើងអញ្ចឹងហេតុតែប៉ុណ្ណេះដល់ពេលសាក់បានពី3ដងទៅឡើងអីហើយយើងដឹងថាធ្វើម៉េចកុំឲ្យវាជាប់អញ្ចឹងហើយយើងចាប់ដៃគូពី2នាក់ធ្វើឲ្យគ្នាម្ដងម្នាក់ហើយលោកគ្រូគាត់ដើរមើលយើងដែរអញ្ចឹងម៉ោង4 5អីយកបានចប់ពេលរៀនមួយថ្ងៃវងងាយអត់បានងូតទឹកពេលថ្ងៃអញ្ចឹងទៅដល់ពេលថ្ងៃឡើងមានអារម្មណ៍ថាវារៀងស្អុះស្អាប់ខ្លួនណាដូចស្បែកស្ងួតវាអត់មានអារម្មណ៍ថា fresh អីចឹងបើអ្នកនរគ្នាអញ្ចឹងដូចខ្ញុំដែរនេះខ្ញុំមានដំណោះស្រាយអីគឺกระดาษសើមអ្នកនរគ្នាជូតមកយកជូតកជូតដៃអញ្ចឹងទៅយកกระดาษសើមមកជូតទៅវាអត់ធ្វើឲ្យស្ងួតស្បែកឯងវាដូចជួយទៅ hydrate ខ្លួនយើងរបៀបដូចយើងងូតទឹកអញ្ចឹងហើយកระดาษសើមអត់ចាំបាច់យកអាលុយថ្លៃអីទេនេះបោះកូនក្មេងខ្ញុំប្រើបោះ Uniqlo នេះដោយសារសាច់กระดาษគេជួយអត់ឈឺស្បែកមានជាតិទឹកបរិសុទ្ធរហូតដល់ 99.9% មានវីតាមីន E ទៀតដែលជួយការពារស្បែកយើងពីការរលាកនិងការពារពីមេរោគដែរពណ៌សនេះអត់មានក្លិនទេពណ៌បៃតងមានក្លិនប្រទាលកន្ទុយក្រពើពណ៌ផ្ទៃមេឃមានក្លិនប្រហើរបបផ្កាម្លិះហើយពណ៌ផ្កាឈូកនេះមានក្លិនបបផ្កាដេស៊ីហើយប្រើបាននៅគ្រប់ទីកន្លែងហើយប្រើបានគ្រប់វ័យដូចគ្នាចឹងសម្រាប់ម៉ាក់ដែលមាន baby ឬក៏សម្រាប់អ្នកដែលមានប្អូនទូចអីចឹងហើយអាចទិញកន្សែងនឹងឲ្យប្អូនប្រើបានឬក៏ទិញប្រើខ្លួនឯងក៏បានដែរងាយស្រួលដាក់តាមខ្លួនអាចរកទិញបាននៅតាម Baby Made Pharmacy ឬក៏ទិញពីក្រុមហ៊ុនផ្ទាល់ហ្មងក៏បានដែរចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាបាយបាយ